រឿងដូនចាស់ក្នុងឃ្លោកកន្លងយូរមកហើយដូនចាស់ម្នាក់ចេញដំណើរទៅសួរសុខទុក្ខកូនស្រីគាត់ដែលមានប្តីតែនៅស្រុកឆ្ងាយគាត់ដើរកាត់ព្រៃក្រាស់ពីមួយទៅមួយក៏ជួបនឹងកញ្ជ្រោងមួយយាយចាស់អញអត់អីស៊ី10ថ្ងៃហើយយាយអញមិនអាចទៅទៀតឆ្ងាយពីនេះបានទេព្រោះអញនឹងស៊ីយាយអញអត់អីឡូវនេះហើយកញ្ជ្រោងនិយាយដូនចាស់ឆ្លើយតបថាសូមអត់ទ្រាំសិនចៅសំឡានអើយខ្ញុំសូមទៅសួរសុខទុក្ខកូនស្រីខ្ញុំតែមួយខាទៀតខ្ញុំនឹងត្រឡប់មកតាមផ្លូវនេះវិញដូច្នេះសូមចៅឲ្យខ្ញុំទៅសិនចុះឥឡូវនេះខ្ញុំនៅស្គមប៉ុន្តែដល់ពេលនោះខ្ញុំនឹងថតហើយចៅអញអាចស៊ីខ្ញុំបានតាមចិត្តប្រាថ្នាកញ្ជ្រោងនឹកក្នុងចិត្តថាមនុស្សស្រីធាត់ជាអាហារឆ្ងាញ់ជាងមនុស្សស្គមដូច្នេះវាក៏ឲ្យដូនចាស់នោះបន្តដំណើរទៅគាត់ក៏ស្រួតដំណើរដោយនឹកសង្ឃឹមថាគ្មានសត្វអ្វីមករារាំងគាត់ទៀតទេគាត់ដើរមិនទាន់បានឆ្ងាយប៉ុន្មានថងស្រាប់តែស្ដេចព្រៃដ៏សាហាវគឺខ្លាធំចេញមកហើយក្រហមថាយាយចាស់អញអត់ចំណីចំនួន20ថ្ងៃហើយយាយអញនឹងត្រូវជាចំណីអញភាវនាឲ្យហើយទៅអូលោកអើយសូមលែងឲ្យខ្ញុំទៅខំលោកអាចស៊ីខ្ញុំបាននៅពេលខ្ញុំត្រឡប់មកទីសួរសុខទុក្ខកូនស្រីខ្ញុំវិញដល់ពេលនោះខ្ញុំនឹងធាត់ហើយមានអជារកឆ្ងាញ់មិនមែនស្គមកំប្រឹងហើយស្វិតដូចឥឡូវនេះទេដូនចាស់និយាយឬដូចនោះខ្លាក៏បើកផ្លូវហើយទៅមិនយូរប៉ុន្មានស្ដេចស្វាមួយអន្លើដោយបរិវារឈររានផ្លូវគាត់ដើម្បីបំភាន់ភ្នែកស្ដេចស្វាទទួលគាត់យ៉ាងគួរសមដោយយន្តផ្កាដ៏ក្រអូបមួយបាច់បន្ទាប់មកវាពោលទាំងញញឹមថាយាយបាននឹងជិនមកតនពេលល្អខ្ញុំមានសេចក្តីរីករាយនឹងស៊ីយាយឯងដូនចាស់តបថាអូលោកម្ចាស់ស្វាអើយសូមលោកអត្រមបន្តិចសិនខ្ញុំកំពុងតែធ្វើដំណើរទៅសួរសុខទុក្ខកូនស្រីខ្ញុំដូចនេះសូមលោកលែងឲ្យខ្ញុំទៅផងឥឡូវនេះខ្ញុំស្គមណាស់ប៉ុន្តែក្នុងរវាងមួយខែទៀតខ្ញុំនឹងមានសាច់ថតហើយពេលនោះលោកម្ចាស់អាចស៊ីខ្ញុំបានតាមចិត្តប្រាថ្នាប៉ុន្តែស្ដេចស្វាមិនមែនជាសត្វងាយបោកបានដូចជាកញ្ជ្រោងនិងខ្លាទេតាមបញ្ជារបស់ស្ដេចវាស្វាមួយហ្វូងមកលំប៉ាត់ដូនចាស់ដោយស្រែកចែកចាយផងកូនស្វាតូចមួយហ៊ានឡើងលើស្មាហើយលោតទុំលើក្បាលខ្វាត់ទៀតខ្វាត់អង្វើពុកស្វាឲ្យបើកផ្លូវឲ្យខ្វាត់ទៅតែស្ដេចស្វានិយាយថាខ្ញុំមិនជឿថាយាយឯងពិតជាត្រឡប់មកតាមផ្លូវនេះវិញទេកាលណាយាយឯងមិនស្បត់នៅចំពោះមុខព្រះពុទ្ធនោះដូនចាស់ក៏ស្បត់ហើយខ្វាត់ក៏បានត្រូវអនុញ្ញាតឲ្យបន្តដំណើរទៅទៀតយូរក្រោយមកខ្វាត់មកដល់ផ្ទះកូនស្រីហើយរស់នៅទីនោះយ៉ាងសុខសាន្តប៉ុន្តែពេលវេលាកន្លងទៅយ៉ាងលឿនហើយមួយខែក៏បានកន្លងផុតទៅយ៉ាងឆាប់ណាស់ដែរពេលនោះខ្វាត់នឹកដល់ពាក្យសន្យារបស់ខ្វាត់ជាមួយនឹងសត្វទាំងឡាយហើយក៏ប្រាប់រឿងទាំងអស់នេះដល់កូនស្រីខ្វាត់ម្ដាយនិងកូនរួមគំនិតគ្នាហើយធ្វើកម្រងការមួយកូនស្រីទៅយកផ្លែឃ្លោកធំពីរមកឃ្លោកមួយឈ្មោះលង្កាដែលមានរាងដូចដបហើយមួយទៀតឈ្មោះចិនដាដែលមានរាងដូចពស់កូនស្រីដាក់ដូនចាស់ក្នុងឃ្លោកលង្កាហើយឲ្យឃ្លោកចិនដានាំផ្លូវចេញទៅដូចនេះឃ្លោកទាំងពីរធ្វើដំណើរចូលទៅក្នុងព្រៃសំដៅទៅកន្លែងដែលស្វាខ្លានិងកញ្ជ្រោងកំពុងតែរង់ចាំដូនចាស់ដោយស្រែកឃ្លានមកដល់ផ្លូវបំបែកស្វាប្រជុំគ្នាយ៉ាងកកកខុសពីធម្មតារំពេចនោះពួកស្វាឮសូរសំឡេងចម្លែកមកយ៉ាងហើយឃើញឃ្លោកចិនដាដើរមកចាត់ដោយមានឃ្លោកលង្កាតាមពីក្រោយបើកផ្លូវឲ្យយើងឃ្លោកចិនដាស្រែកឡើងតើពួកអ្នកឯងរួលគ្នាចង់យ៉ាងម៉េចបានជឿមករៀងផ្លូវយឺមយ៉ាងនេះស្ដេចស្វាស្រដីយ៉ាងគួរសមដោយថយក្រោយមួយជំហានពួកយើងកំពុងចាំដូនចាស់ម្នាក់ដែលសន្យាប្រគល់ខ្លួនធ្វើជាចំណៃពេលល្ងាចរបស់យើងតើញាក់មានតាក់តងអ្វីនឹងដូនចាស់របស់ពួកឯងឃ្លោកចិនដាតបយ៉ាងក្រអឺតជះចិនពីផ្លូវយើងរួចឃ្លោកចិនដានិងលង្កាបន្តដំណើរទៅមុខទៀតបន្តិចក្រោយមកឃ្លោកទាំងពីរមកដល់កន្លែងដែលខ្លាកំពុងរង់ចាំខ្លាបានគិតថាមិនស្ដាប់សម្ដីរបស់យាយចាស់នេះទៀតឡើយហើយប្រុងប្រៀបខ្លួននឹងលោតទៅកាច់កនិងហែកកតស៊ីមួយរំពេងដំបូងសូរសំឡេងមួយបានលាន់លឺពីចម្ងាយបន្ទាប់មកខ្លាក៏ឃើញឃ្លោកចិនដារមៀលមករកវាដោយមានឃ្លោកលង្កាតាមពីក្រោយផង
បើកផ្លូវឲ្យយើងក្លុកចិន្តាស្រែកឡើងខ្លាសឡង្កាំងគិតអ្វីមិនយល់ក៏ជះផ្លូវរួចភ្លាមនោះវានឹកឃើញកពូលឡើងថាអូតាញឹកបានឃើញយាយចាស់ដែលបានសន្យាប្រកល់ខ្លួនធ្វើជាចំណីពេលងាចរបស់ខ្ញុំទេតើយើងមានតាក់តងអ្វីនឹងដូនចាស់ពួកឯងក្លុកចិន្តានិយាយតបជះចិនចិន្តានឹងក្លុកលង្កាក៏ធ្វើដំណើរហួរទៅពេលនោះគិនជ្រុងបានលឺសូរយានចម្លែកដែលរមៀលកាត់ព្រៃវាមានការសង្ស័យណាស់វាក៏យកដុំថ្មស្រួចមកដាក់កណ្ដោលផ្លូវរួចវាទៅពួនចាំលុកមើលពីក្រោយឈើមួយដើមបន្តិចមកឃ្លោកចិន្តានិងលង្ការមៀលមកដល់ទីនោះយ៉ាងលឿនដូនចាស់អស់សំណើចខ្លួនឯងនិងដំណៅដ៏ប៉ិនប្រសប់ដែលឃ្លោកទាំងពីរបានបំផន់ភ្នែកពួកសត្វស្វានិងខ្លាកាក់ឃ្លោកលង្កាដេញគិកនឹងដុំថ្មស្រួយហើយបែករយះពីលើដល់ក្រោមគ្រវ៉ាត់ដូនចាស់ចេញមកលើផ្លូវពេលនោះស្វានិងខ្លាបានយល់កលល្បិចដែលគេបោកវាហើយដេញតាមមុខដែរចំពេលដែលកញ្ជ្រងរៀបចំស៊ីដូនចាស់តែម្នាក់ឯងសត្វឯទៀតនោះក៏រត់មកដល់ដែរដូនចាស់ដឹងថាពេលនេះគាត់រត់គេចមិនរួចពីក្រញ៉ាំសត្វទាំងនេះទេតែគាត់មិនទាន់អស់សង្ឃឹមឡើយគាត់សុខចិត្តឲ្យសត្វទាំងនោះស៊ីគាត់ប៉ុន្តែគាត់ស្រែដីថាបើយកល្អអាំងខ្លួនខ្ញុំសិនធ្វើយ៉ាងនេះទើបមានរសជាតិឆ្ងាញ់លឺដោយនោះពួកសត្វនាំគ្នាបង្កាត់ភ្លើងអាំងគាត់ត្រូវខ្លាយជាផេះសិនមុនពេលដាក់ខ្ញុំអាំងហើយខ្ញុំនឹងឆ្អិនមួយរំពេកដូនចាស់និយាយដោយសង្ឃឹមថានឹងអាចពន្យាពេលឲ្យបានយូរបន្តិចទីបំផុតពេលខ្លាយជាផេះហើយដូនចាស់យកថ្មមួយដុំមកដាក់កណ្ដាលភ្នក់ភ្លើងរួចក៏អង្គុយពីលើដោយគិតថាចំណីរបស់ខ្លួនមុខជាបានឆ្អិនក្នុងពេលឆាប់ៗនោះសត្វទាំងអស់ក៏បិទភ្នែកហើយសូត្រធម៌តាមទំនៀមទម្លាប់ភ្លាមនោះដូនចាស់ក៏ដាក់ភេកមួយដៃរួចបែកចំមុខសត្វទាំងនោះធ្វើឲ្យពួកវាមើលអ្វីមិនឃើញគាត់ក៏រត់ចេញពីក្នុងព្រៃហើយបានរួចខ្លួនមុនពេលពួកវាអាចបើកភ្នែកមើលបានវិញពោពេញដោយកំហាំងហើយថែមទាំងឃ្លានខ្លាំងផងកញ្ជ្រងខ្លានិងស្ដេចស្វានាំគ្នារកដូនចាស់គ្រប់ទីប៉ុន្តែពួកនោះលែងឃើញគាត់ទៀតហើយ កាលពីព្រេងនាយមានទេវបុត្រមួយអង្គង់នៅឋានសុខឈ្មោះថាអិនធីរីកថ្ងៃមួយអិនធីរីកបានទតឃើញនារីម្នាក់នៅលើផែនដីដែលមានរូបស្រស់ល្អលើស្លុកនាងឈ្មោះថាចាន់ធីតាជាកូនស្រីរបស់កសិករក្រីក្រម្នាក់អិនធីរីកបាក់ចិត្តស្រឡាញ់ចាន់ធីតាយ៉ាងខ្លាំងទ្រាំលែងបានទើបសម្រេចចិត្តចុះមកចាប់កំណើតជាសត្វទន្សាយតូចមួយនៅក្នុងភូមិដែលចាន់ធីតារស់នៅទន្សាយនោះតែលុតទឹកបែបតែចាន់ធីតាដើម្បីមើលនាងធ្វើការងារតែនឹងជួយឪពុកម្ដាយចាន់ធីតាក៏ស្រឡាញ់ចូលចិត្តទន្សាយនោះដែរព្រោះវាគួរឲ្យស្រឡាញ់និងរហ័សហួនជារៀងរាល់ថ្ងៃនាងតែងតែយកស្មៅជ័យនិងការ៉ុតមកឲ្យទន្សាយនោះស៊ីភាពស្រស់ស្អាតរបស់ចាន់ធីតាបានលេចលឺទៅដល់អាណាចក្រផ្សេងស្តេកគ្រូតដ៏មានឥទ្ធិពលមួយអង្គនិងស្តេកនេកដ៏ខ្លាំងពូកែម្នាក់ក៏បានលងស្នេហ៍នាងហើយចង់បាននាងធ្វើជាមហេសីរៀងខ្លួន